ដើរព្រៃឡើងភ្នំអញ្ចឹងចុះពេលយប់ឡើងពេលគេងមិនដែលឮសលេងឬឃើញអីដូច្នេះស្វាគមន៍បងប្អូនមកកាន់វីដេអូឡើងភ្នំភាគ3ដល់ជាភាគបន្តអត់ទេណាអត់ទេការពីវីដេអូមុនបងប្អូនដឹងហើយថាខ្ញុំដើរអស់ជើងមែនតើហើយបើអ្នកពាក់ខ្សែដៃវូបនេះនឹងដឹងហើយនេះធម្មតាអីភ្នំក្នុងកំពើមកទឹកធ្លាក់ឆ្លើយយកនឹងជាង3-10គីឡូចិត្ត3គីឡូនេះចុះចំណោតសុតហើយតើទៅលើគេប្រាប់ថាអូអានេះដល់មែនតើហើយឮសលេងទឹកជ្រោះហើយគួរណាស់តែសុបាយចិត្តវាទៅជាកាត់ក្តីគំនុំវិញខ្ញុំមិនយល់ដែរពេលហ្នឹងក៏ឃើញទឹកសម្លក់ទឹកចង់ជ្រុះគ្រាប់ភ្នែកទៅវាចេះនិយាយវិញវានិយាយខ្ញុំខុសអីបងមកខ្លាំងពេលហ្នឹងមកយកតែមែនតើខ្ញុំមានអីទៀតមនុស្សដើរទៅយំឯហ្នឹងអញ្ចឹងវីដេអូនេះគឺថ្ងៃទី2គឺជាថ្ងៃដែលខ្ញុំបានមកដល់ទីតាំងដែលខ្ញុំត្រូវសម្រាកតែមិនបញ្ចប់ទេណាអត់ទេនៅទីនៅមានកន្លែងឆ្ងាញ់ជាងហ្នឹងទៀតណតែនិយាយលេងសើចអីនៅពេលដែលបានមកដល់ដំបងគិតតែខ្លួនឯងមួម៉ៅហត់ពេកតែនៅពេលដែលខ្ញុំបានកលេចមើលជុំវិញខ្លួនខ្ញុំថាទេសភាពស្អាតដល់កម្រិតណាទើបខ្ញុំដឹងថាអូតាមពិតនេះគឺជាអត្តន័យអ្នកឡើងភ្នំអីតើនេះតែកុំមើលឲ្យសោះជើងប្តីខ្ញុំជើងឆាយជើងអីហ្នឹងគឺសិតតែលបួតដោយសារទៀកខាងនិយាយទៅបាក់ឆាកវិយុទ្ធដំបងមួយទៀកហ្នឹងគឺខ្ញុំអ្នកខ្លាចជាងគេតែខ្ញុំក៏អត់ទៅបានជួបទៀកដែររហូតមកដល់កន្លែងនេះគឺជាពេលដែលខ្ញុំនឹកបំផុតហើយអាការហត់អាការមួម៉ៅទាំងប្រមាណអស់អាលីងដូចវាហូរតាមទឹកជ្រោះទៅអាម៉េចនេះអ្នកទស្សនាត្រីហើយនេះការស្ទូចត្រីហើយនេះអ្នកស្ទូចត្រីបានទេសុបាយយកតែមែនតើមកដល់កន្លែងមួយទឹកហ្នឹងស្រាប់តែខ្ញុំគិតឃើញថាជុំប្រហែលថ្ងៃនេះក្រៅពីដើរមើលតែជំហានជើងខ្លួនឯងហើយមើលឆ្វេងស្ដាំខ្លាចអាទៀកខាំតិចចាំស្ដាប់ថាឥឡូវដល់ណាហើយក្រៅតែហ្នឹងគ្រូក្បាលខ្ញុំអត់មានគិតពីរឿងអីទាំងអស់ទូរស័ព្ទគឺខ្ញុំអត់បានកាន់ការងារគឺខ្ញុំអត់បានធ្វើរឿងអីទាំងអស់គឺខ្ញុំអត់បានគិតព្រោះអីដឹងតែកូនមានអ្នកនៅមើលថែហើយតែទៅពេលហ្នឹងខ្ញុំមានអារម្មណ៍ថាអូគេឡើងភ្នំដើម្បីអញ្ចឹងឯណោះអាហ្នឹងគ្រាន់តែជាចំណុចដំបូងដែលខ្ញុំទទួលបានបំផុតទេណាប៉ុន្តែក្រោយពីខ្ញុំចុះពីភ្នំទៅដល់ដីអាហ្នឹងបានវាអស់ចាហ្មងព្រោះអីខ្ញុំហ្នឹងហើយអ្នកជើងចង់ស្រួលចង់ទៅកន្លែងណាមានស្រាប់ងាយហើយខ្ញុំហ្នឹងហើយក៏ជាអ្នកដែលឆ្ងល់ជាងគេដែរថាគេឡើងភ្នំដើម្បីអីតែពេលខ្ញុំចុះទៅដល់ដីមកដល់ផ្ទះបានមួយថ្ងៃពីរថ្ងៃគឺខ្ញុំចាប់ផ្ដើមដឹងពីអត្ថន័យនៃការឡើងភ្នំហ្មងថាគេឡើងដើម្បីអីងាកមកសកម្មភាពរបស់យើងនេះវិញឥឡូវពូសហគមន៍ក៏ដាក់មកហើយខ្ញុំដឹងមិនយេត្រីនៅហ្នឹងដូចអត់ខ្លាចមនុស្សសោះហើយសួរគាត់ដែរថាអត់អីពូយើងដាក់ចឹងគាត់ថាមានតែស្អីគេដាក់តែចឹងក៏ចឹងពូចឹងហើយនេះគឺជាទស្សនវិជ្ជារួមហ្មងគឺយើងគេងនៅអាតំណជ្រោះហ្នឹងដែលជាប់កន្លែងគេងយើងហ្នឹងមានទឹកជ្រោះធ្លាក់ទៅជ្រៅណាហើយនេះតង់ពូសហគមន៍គាត់ចាប់ដើមធ្វើម្ហូបឈ្ងុយដើត្រីមកអីហ្នឹងអូហើយអ៊ីប៉ារីពងគក់កអាវឥឡូវនេះដល់មកបាយហើយអ្នកនរគ្នាបាយយើងเป็นមន់ដុតកូកាហើយត្រីដែលស្ទួចបានបងសណាញ់បានមិញគឺមន់ដុតមន់អីចឹងឲ្យដឹងដើរភ្នំកម្រិតអីនេះពេលខ្លះអត់យល់ដែរចុះឆ្ងាញ់គ្រប់ពេលចឹងមានកម្លាំងព្រឹហ្មងមើលមុខពូខីននោះក៏ដឹងញ៉ាញ់មកម៉ាហើយពូសៃនោះវិញអត់ទេជុំគ្នាអត់ទេអង្គុយបាយតែឯងគេចង់បាយចិត្តទឹកជ្រោះបាយចិត្តទឹកជ្រោះបានញ៉ាញ់មួយក្បាលហើយតែធំតាហើយជាង3គីឡូជាងច្រើនឥឡូវយើងអត់ដឹងធ្វើអីទេបើយើងត្រូវយកអាងនេះអាងអូនេះធំតានេះត្រីនេះខ្លះអូយទេសភាពនេះបន្ទាប់ពីហត់ខ្លាំងប៉ុណ្ណាតែមកដល់ទេសភាពមួយនេះចាអង្គុយពិកនិចតែនៅមើលមេឃមកម៉ាននេះតែមេឃស្អាតហ្មងខាងក្រៅមួយកន្លះដល់ពេលយើងថតទុកចឹងហើយយើងគិតដល់ពេលហ្នឹងមកដឹងថាអូយបាយអ្នកបាក់ចិត្តគិតអីច្រើនក៏ដោយក៏លុចលេងសូវគិតអីងាកដល់ពេលដើរងាកដល់ពេលបាយងាកដល់ពេលអង្គុយជុំគ្នាអាំងសាយដាំទឹកឆុងតែចែកគ្នាលេងស្ដាប់លេងទឹកជ្រោះរយំហើយបើសួរថាតើពេលយប់គេនៅក្នុងតង់អញ្ចឹងមិនដែរសម្រាប់ខ្ញុំអ្នកដើរព្រៃថ្មីថ្មោងធ្លាប់ខ្លាចធ្លាប់ឃើញរបស់អីប្លែកញឹកអីហ្នឹងតែខ្ញុំក៏អត់អីមកសុខសប្បាយគាត់ថាពិបាកគេងដោយសារខ្ញុំប្លែកកន្លែងតែប៉ុណ្ណឹងហើយអ្នកដើរព្រៃគេងតង់ខ្លះឮសំឡេងអីដូចមនុស្សដើរអីហ្នឹងទៅមើលជុំវិញហ្នឹងពេលខ្លះស្មៅទេអញ្ចឹងមិនបាច់ខ្លាចទេណាសំខាន់យើងក៏មកទោសសុំទឹកសុំដីទៅតាមអបិយជំនឿហើយយើងក៏ប្រយ័ត្នមាត់ប្រយ័ត្នកអញ្ចឹងទៅខ្ញុំឃើញខ្ញុំដើរដំបងអញ្ចឹងទៅតែខ្ញុំប្រយ័ត្នណានិយាយតែនិយាយអីទេគាត់ថារៀងលយដែរនៅពេលដែលយើងដើរមានដៃគូអញ្ចឹងគេមកសាជើងពលាសាច់ដុំឲ្យអញ្ចឹងណានឹកនេះអត់គូដល់ពេលចុកជើងអញ្ចឹងណាគេច្បាច់ឲ្យខ្ញុំវីដេអូភាគ3មានប៉ុណ្្នឹងឯណាចង់មកភាគទៀតចុងក្រោយបញ្ចប់មែនតើហើយចង់ធ្វើទៅមកប្រងទាំងអស់ដែរប៉ុន្តែក៏ដាក់ទៅវាច្រើនពេកវែងពេកហត់ហើយអាភាគក្រោយវគ្គត្រឡប់ទៅផ្ទះវិញហ្នឹងគឺមេវគ្គបញ្ចប់ហ្មងមានសពគ្រប់អស់ហើយជីទូដួលតោជីគោយន្តទៀតផុកប្រឡាក់ពេញមុខគេពីថាណាជាតិណាអញ្ចឹងចាំជួបគ្នាភាគក្រោយភាគបញ្ចប់ណាណាំក្រោយបានចេញ